តាំងក្មេងតាំងចាស់នៅពេលក្នុងសមរភូមិគឺចាក់ស្ដែងគឺក្លាហានមុះមុតណាស់អត់ចេះចោះចាញ់ទេស្ដាប់បទបញ្ជាដល់ដំណាក់កាលចុងក្រោយនៅតែស្ដាប់បទបញ្ជាទៀតអញ្ចឹងថាចិត្តអង្គអាចមុះមុតក្លាហានណាគួរឲ្យគោរពសរសើរថ្ងៃដែលបញ្ហាខ្លាំងហ្នឹងគឺពេលយប់ថ្ងៃទី25ពួកខ្ញុំខាងថ្នាក់ដឹកនាំខ្ញុំឲ្យចុះមកក្រៅមកពួកខ្ញុំក៏ចុះមកខ្ញុំក៏ឲ្យបងប្អូនខ្ញុំហ្នឹងតែមុនទៅខ្ញុំទុកបិទគូតក្រោយគេដល់ពេលហើយវាក៏លេងគ្រប់ឧបសគ្គជ្រុំខ្ញុំដែលនៅក្រោយគេ3នាក់ប៉ុន្តែវាអត់ត្រូវតែវាចែកដល់នេះដូចរឿងអញ្ចឹងត្រូវចិត្តនឹងខ្ញុំទៀតទៅខ្ញុំធ្លាក់បោកដុំថ្មទៅធ្វើឲ្យចង្កេះខ្ញុំមានបញ្ហានឹងឯងបែរថាលៀនឆ្អឹងឌីសដោយសារតែយើងស្ពាយសក្តានុធ្ងន់ផងក៏ភ្លើងផងនឹងធ្លាក់ទៅលើភ្នំខ្ញាច់ទៀតទៅវាទៅជាលៀនឆ្អឹងឌីសទៅមកខ្ញុំនៅនេះក៏អត់មានបញ្ហាទេប្រាប់ញ៉ាបងប្អូនសួរសុខទុក្ខថាខ្ញុំមិនអីទេសូមបងប្អូនកុំបារម្ភហើយបងប្អូនត្រូវតែមានស្មារតីប្រយុទ្ធសិទ្ធិអ្នកអតីតកងទ័ពឪពុកក៏អតីតកូនអតីតនេះយើងត្រូវយកបទពិសោធន៍ឲ្យគាត់ឲ្យច្រើនស្ដាប់គាត់ឲ្យច្រើននៅនឹងឯងស្ដាប់ចាស់ទុំហើយស្មារតីប្រយុទ្ធយើងខ្លាំងហើយយើងចាំតែបទបញ្ជារបស់ពុកទេនិយាយម៉ាត់ណាប្រមុខរាជរដ្ឋាភិបាលគាត់គិតគូរខ្ញុំណាគឺគាត់យកចិត្តទុកដាក់ខ្ញុំមើលណាយើងរួមទៅគាត់មកសួរសុខទុក្ខគាត់មិនខ្លាចថាគ្រោះថ្នាក់គាត់ផងហ្នឹងលោកជំទាវបច្ចុប្បន្ននេះគាត់ខ្លាហានណាបាទខ្ញុំសូមអរគុណដល់លោកជំទាវបច្ចុប្បន្ននេះនិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលបានឧបត្ថម្ភមកខ្ញុំបាទនឹងយកចិត្តទុកដាក់ឲ្យក្រុមគ្រូពេទ្យមើលខ្ញុំយ៉ាងដិតដល់ដើម្បីឲ្យខ្ញុំឆាប់ជាពួកខ្ញុំលះបង់មិនខ្លាចសេចក្តីស្លាប់ទេដើម្បីការពារជាតិមាតុភូមិហើយពួកខ្ញុំបដិញ្ញាចិត្តថានឹងការពាររដ្ឋធម្មនុញ្ញនិងការពារមិនយករដ្ឋមន្ត្រីស្របច្បាប់ដោយគ្មានយ៉ាងញើសដោយគ្មានខ្លាចពីពួកដែលលៀបពណ៌ទេ